ជំរាបសួរក៏ដូចជាសួស្តីមិត្តអ្នកសិក្សាភាសាអង់គ្លេសរបស់យើងទាំងអស់គ្នាចឹងថ្ងៃនេះយើងមកបន្តធ្វើលំហាត់របស់យើងតទៀតនៅក្នុង Test 4ហើយយើងចាប់ផ្ដើមនៅក្នុងលំហាត់ចាប់ពី number 1រហូតដល់ number 7តោះឥឡូវកុំឲ្យខាតពេកយើងចូលមកសិក្សាពីការធ្វើលំហាត់របស់យើងទាំងអស់គ្នាអូខេអញ្ចឹងចូលមកដល់ number 1នេះគឺជាល្បះសំណួរគេដាក់ថា what ចុចចុច you ចុចចុច at the weekend អូខេអញ្ចឹងកន្លែងនេះគឺនៅក្នុងទម្រង់អីយើងមើលចម្លើយរបស់យើងសិនចម្លើយរបស់យើងគឺឃើញថាមាន does មាន do អញ្ចឹងមានន័យថានៅក្នុងហ្នឹងគឺមានauxiliary verb មួយហើយនឹងមានកិរិយាសព្ទមួយវាជាក្នុងជាទម្រង់ present simple ដូចគ្នាទេអញ្ចឹងនៅក្នុងទម្រង់ល្បះសំណួរជាទៅគឺយើងឃើញមាន WH word អូខេហើយបន្តមកទៀតឯដែលយើងត្រូវមានគឺយើងអាចមាន do ឬក៏មាន does អូខេវាអាស្រ័យទៅតាមប្រធានរបស់យើងដែលប្រធានរបស់យើងគឺនៅខាងក្រោយនេះហើយនឹងបូកជាមួយនឹងកិរិយាសព្ទដែលកិរិយាសព្ទរបស់យើងគឺទៅសេជាទម្រង់ដើមអូខេបញ្ជាក់បន្តិចនៅក្នុងករណីបើសិនជា subject របស់យើងជា IUVD គឺយើងប្រើជាមួយនឹង auxiliary verb do អូខេប៉ុន្តែនៅក្នុងករណីប្រធានរបស់យើងជា he she it គឺយើងប្រើជាមួយ does កន្លែងមើលល្បះសំណួររបស់យើងវិញគឺប្រធានរបស់យើងគឺមានពាក្យថា you អញ្ចឹងមានន័យថាកន្លែងដែលត្រូវការនៅខាងមុខនេះគឺយើងត្រូវការ do កន្លែងមើលចម្លើយរបស់យើងទាំងអស់មាន A មាន B មាន C មាន D នេះអចម្លើយដែលមាន do នៅខាងមុខគឺមានតែអក្សរ B និងអក្សរ D ទេបែបនេះបានយើងត្រូវការ eliminate ចោលនៅចម្លើយ A និងចម្លើយ C ចោលកន្លែងមកមើលខាងក្រោយវិញកិរិយាសព្ទដែលយើងត្រូវប្រើគឺជាពពួកកិរិយាសព្ទដើមអត់យើងថែមអីឲ្យវានោះទេអញ្ចឹងចម្លើយដែលអាចយកបានគឺមានតែមួយទេ the answer វិញគឺចម្លើយ D អូខេចូលដល់ number 2អឺល្បះសំណួរដែរគេដាក់ថា what ចុចចុច Dick and Tom like ចុចចុចអញ្ចឹងនៅក្នុងករណីនេះក៏យើងត្រូវការសិក្សាពីប្រភេទល្បះសំណួរដូចគ្នាដែរគ្រាន់តែទីនេះគឺយើងឃើញមានឈ្មោះរបស់មនុស្សចំនួន2នាក់អញ្ចឹងបើឈ្មោះ2នាក់តើយើងគួរប្រើអីអូខេអញ្ចឹងបើយើងគិតជាសព្វនាមចំនួនសិនគឺ Dick ហើយនិង Tom គ្នា2នាក់សព្វនាមគឺ they អញ្ចឹងមានថាអឺខាងមុខនេះក៏យើងប្រើជាមួយនឹង auxiliary verb do ដែរអូខេហ្នឹងគឺយើងត្រូវការពិចារណាមួយហើយទី2បន្ទាប់ពីគេសព្ទ like ទៅគឺយើងប្រើជាមួយនឹង verb ing យើងហៅថា verb pattern របស់យើងណាអូខេអញ្ចឹងយើងក៏លេចមើលចម្លើយរបស់យើងទាំងអស់មាន A B C D ចម្លើយដែលមាន do នៅខាងមុខគឺមាន A មាន C អូខេមាន2ហ្នឹងចំណែកឯចម្លើយ B និង D គឺយើងអត់យកវាទេកន្លែងមកមើលចម្លើយដែលមានកិរិយាសព្ទខាងក្រោយ verb ing វិញដោយសារ like បូកជាមួយនឹង verb ing ចម្លើយដែលយកជាការបានគឺចម្លើយ A អញ្ចឹង the answer finally គឺ A right move on to ល្បះទី3 number 3គេដាក់ថា do boys like ចុចចុច jeans អូខេកន្លែងនេះគឺជាទម្រង់ល្បះសំណួរហើយក៏ជាប្រភេទសំណួរក្នុង present simple ស្រាប់តែអ្វីដែលយើងត្រូវការដាក់គឺជាប្រភេទកិរិយាសព្ទដែលឈរខាងក្រោយកិរិយាសព្ទ like អញ្ចឹងស្រដៀងជាមួយនឹង number 2ដែរគឺយើងប្រើ verb ing ដែលយើងទៅប្រើជាមួយនឹងកិរិយាសព្ទ like នេះឯងអញ្ចឹងនៅក្នុងចម្លើយនេះគឺកិរិយាសព្ទតែមួយទេ where ដូចគ្នាគ្រាន់តែការសរសេររបស់វាគឺមានbase form មាន ing មាន to verb ហើយនិងកិរិយាសព្ទខ្ទង់ទី2អញ្ចឹងទៅអញ្ចឹងចម្លើយដែលមាន ing គឺចម្លើយ B អូខេអានេះយើងស្រួលមើលអ្នកនរគ្នាចូលដល់ number 4នេះគឺជាល្បះស្របគេដាក់ថា my classmates ចុច on picnic every month អញ្ចឹងយើងកន្លែងមើលល្បះនេះគឺជាទម្រង់ present simple មូលហេតុអីដែលសារ present simple និយាយពីត្រឡប់យើងឃើញមានពាក្យ every month នៅខាងចុងនេះអឺកន្លែងមកមើលល្បះរបស់យើងគឺយើងបាត់អីទី1អ្វីដែលយើងឃើញគឺ my classmate វាជា subject រួចស្រាប់ហើយអញ្ចឹងក្នុង present simple ហើយល្បះស្របកិរិយាសព្ទដែលយើងយកមកប្រើនេះគឺយើងត្រូវពិចារណាបន្តិចព្រោះហេតុអីវាជាពពួកកិរិយាសព្ទដែលអឺត្រូវការថែមមានត្រូវការថែម s ត្រូវការថែម es ឬក៏ change បានទៅជា is ប៉ុន្តែនៅក្នុងករណីនេះក៏មានកិរិយាសព្ទមួយទៀតដែលគេហៅថាកិរិយាសព្ទដើមដែរ
គេហៅថាទម្រង់ដើមដែរនៅពេលដែលយើងប្រើជាមួយនឹងប្រធានដែលមិនមែនជា he she it អញ្ចឹងណាយើងបែងចែកគ្នាដាច់ហើយបន្ទាប់មកទៀតគឺយើងប្រើជាមួយនឹងកម្មបត្តិអីចឹងទៅអូខេអឺករណីរបស់យើងតើយើងគួរតែប្រើពពួកគេសព្ទ type AES ឬអត់ឬក៏គេសព្ទដើមកន្លែងមកមើលអឺប្រធានរបស់យើងសិនអញ្ចឹង classmates ការសរសេរបែបនេះគឺមានថាមិត្តរួមថ្នាក់មានច្រើននាក់បើច្រើននាក់សព្វនាមដែលជំនួសគឺ they ក្នុងករណីនេះបើសិនជា they គេហៅសព្ទរបស់យើងគឺអត់ប្រើអីទេគឺក្នុងក្រុមនេះគេហៅសព្ទហ្នឹងមាន IU ប្រធានរបស់យើងមាន IUV they ដែលយើងប្រើមួយគេហៅសព្ទតម្រងដើមនេះអញ្ចឹងចម្លើយគឺយើងមិនអាចប្រើពពួកគេហៅសព្ទណា time AES ឲ្យវាបានទេកន្លែងមើលចម្លើយទាំងអស់ចម្លើយដែលយកជាការបាននោះគឺមានតែមួយទេគឺចម្លើយ D ដោយសារគេហៅសព្ទនេះគឺអត់មានទៅសេថែមអី Move on to number 5 Mary ចុចៗ face every month អ្នកគ្នាយើងឃើញមាន every ដូចគ្នាស្រដៀង number 4ល្បះហ្នឹងក៏ល្បះស្របដូចគ្នាដែរតែយើងគួរបំពេញអក្ខរសព្ទអ្វីអញ្ចឹងណាយើងឃើញពាក្យ Mary ដោយសារ form របស់វាអត់ខុសគ្នាទេ Mary ហ្នឹងគឺជាសព្វនាមគឺជានាមមួយបើយើងជំនួសជាសព្វនាមគឺស្មើនឹង she ឯអ្នកនរគ្នាកន្លែងហ្នឹងណាអូខេអញ្ចឹងបើស្មើ she ជាប្រភេទដែលប្រធានរបស់យើងត្រូវការគេហៅសព្ទតែទៅ type s es ឬក៏ចេញ y ទៅជា is ហ្នឹងឯងអញ្ចឹងណាយើងកន្លែងមកមើលចម្លើយរបស់យើងទាំងអស់គេហៅសព្ទហ្នឹងគឺគេហៅសព្ទ wash ហើយ was នេះគឺបញ្ចប់ដោយ sh អញ្ចឹងនៅក្នុងមេរៀនរបស់យើងរៀនគេហៅសព្ទបែបហ្នឹងគឺយើងទៅសេ time es ឲ្យវាអញ្ចឹងចម្លើយដែលមានគេហៅសព្ទ was ហើយ time es យើងមានចម្លើយ A ចម្លើយ B យើងអត់មានទេចម្លើយ C និងចម្លើយ D អូខេអញ្ចឹងយើងមានចម្លើយ3យើងមកពិចារណាយើងលុប B សិនកន្លែងមកមើលមួយទៀតដោយសារតែវាមានពពួកគុណនាមកម្មសិទ្ធិដែលយើងហៅថាពពួកpossessive adjectives ណាMary គឺជាមនុស្សស្រី she អញ្ចឹងពពួកគុណនាមកម្មសិទ្ធិដែលត្រូវជាមួយនឹងប្រធានហ្នឹងគឺ her អូខេដែលស្អាតមនុស្សស្រីអញ្ចឹងចម្លើយ A យើងយកអត់បានទេចម្លើយ D ក៏យើងយកអត់បានដែរមានចម្លើយមួយទេគឺចម្លើយ C អូខេ Number 6គេដាក់ថា I ចុចៗ a cigarette but my teacher ចុចៗ smoke អូខេអញ្ចឹងល្បះនេះគឺយើងឃើញមើលដូចជាមានមួយកណាត់ខាងមុខនេះគឺជាទម្រង់មានន័យថាមួយកណាត់គឺទម្រង់ស្របមួយកណាត់បដិសេធអូខេអឺដោយសារអីយើងមើលចម្លើយរបស់យើងពី A B C D យើងឃើញមាន Don មួយអូខេយើងមានពាក្យ smoke អញ្ចឹងណាអូខេយើងមាន Don យើងមាន accent មានពាក្យ smokes ហើយនឹងគឺនិយាយរួមយើងមាន auxiliary verb យើងមានគេហៅសព្ទធម្មតារបស់យើងហ្នឹងឯងតែយើងយកចម្លើយមួយណាដើម្បីឲ្យត្រូវអញ្ចឹងយើងក៏លេចមើលតម្រងរបស់យើងសិនជឿទៅតម្រងបដិសេធរបស់យើងឃើញមានរបស់របស់យើងមានប្រធាននៅខាងមុខបន្តមកទៀតគឺយើងត្រូវការប្រើdo not ដែលយើងសរសេរកាត់ថា don't ហ្នឹងហើយនឹង does not ដែលយើងសរសេរកាត់ថា does ហ្នឹងហើយបន្តមកទៀតគឺយើងឃើញមានពពួកគេស័ព្ទដែលវាជាពពួកទម្រង់ដើមអត់តែការបំបែក time es es វាទៀតទេអញ្ចឹងណាអូខេអឺតែយើងធ្វើម៉េចថាកន្លែងហ្នឹងត្រូវការដាក់អីទី1យើងមើលនៅក្នុងល្បះរបស់យើងបន្ទាប់ពី I ទៅយើងអត់ឃើញមានអីទេកន្លែងហ្នឹងគឺបាត់កិរិយាសព្ទហើយខាងក្រោយយើងឃើញតែ a cigarette ដែលដើរតួជាកម្មបត្តិនៅក្នុងល្បះយើងខាងមុខនេះអញ្ចឹងមានថាកន្លែងនេះយើងត្រូវការកិរិយាសព្ទចំណែកខាងក្រោយវិញបន្ទាប់ពី my teacher ដែលជាប្រធានមួយទៀតហ្នឹងយើងអត់ឃើញមានពពួក auxiliary verb អីទេតែយើងឃើញមានកិរិយាសព្ទមួយអញ្ចឹងមានថាខាងមុខគឺយើងត្រូវការកិរិយាសព្ទខាងក្រោយយើងត្រូវការ auxiliary verb អញ្ចឹងណាឬក៏និយាយសាមញ្ញខាងមុខយើងទៅសេវាជាល្បះស្របខាងក្រោយជាល្បះបដិសេធខាងមុខ subject របស់យើង I កិរិយាសព្ទដែលប្រើជាមួយគឺមិនអាច time s ឲ្យវាបានទេកន្លែងមកមើលចម្លើយដែលមានកិរិយាសព្ទអត់មាន s គឺមាន B មាន D A និង C គឺយើងអាចបោះចោលបានកន្លែងមកមើលខាងក្រោយ teacher teacher ហ្នឹងគឺស្មើនឹង he ឬក៏ she អូខេយើងអត់ដឹងថាភេទប្រុសក៏ភេទស្រីទេតែយើងឃើញថាមានតែម្នាក់ទេព្រោះពាក្យ teacher នេះអត់មាន s អញ្ចឹងគេហៅសព្ទដែលយើងប្រើគឺយើងប្រើជាមួយនឹងពពួក auxiliary verb doesn't អូខេអញ្ចឹងចម្លើយដែលយកជាការបានគឺយើងមានមួយចម្លើយ B ដោយសារ B យើងឃើញមាន doesn't
នេះគឺអត់ត្រូវទេយើងឃើញមានពាក្យ don't ដែលអត់ត្រូវប្រើជាមួយនឹងsubject របស់យើងជា teacher ហ្នឹងទេអូខេ move on number 7អឺគេដាក់ថា they ចុចwash ចុច car every day អឺ number 7នេះគឺជាល្បះបដិសេធអ្នកនរគ្នាដោយសារយើងមើលចម្លើយរបស់យើងគឺមាន don't ទាំងអស់អូខេតែយើងគួរយកចម្លើយមួយណាកលេសមកមើលខាងមុខសុទ្ធតែ don't ដូចគ្នាប៉ុន្តែអីដែលខុសគ្នាគឺខាងក្រោយពាក្យថា wash គឺយើងត្រូវការបំពេញអឺគុណនាមកម្មសិទ្ធិដែលយើងហៅថាពពួកpossessive adjective ណាតែយើងដាក់ធ្វើម៉េចឲ្យត្រូវជាមួយ subject របស់យើង subject របស់យើងគឺ they អូខេអញ្ចឹង they បើគុណនាមកម្មសិទ្ធិរបស់ they គឺ their អញ្ចឹងណាអញ្ចឹងយើងមើលចម្លើយទាំងអស់ដែលមាន don't និង their ចម្លើយដែលមានតែមួយទេគឺចម្លើយ C ជាចម្លើយត្រឹមត្រូវអូខេចម្លើយផ្សេងទៀតគឺខុសត្រង់តែមានពពួកគុណនាមកម្មសិទ្ធិហ្នឹងគឺអត់ត្រូវជាមួយនឹងប្រធានហ្នឹងឯងអូខេអញ្ចឹងវីដេអូរបស់យើងគឺសន្មតថាចប់តែប៉ុណ្្នឹងហើយអរគុណអ្នកនរគ្នាដែលបានទស្សនាវីដេអូនេះសង្ឃឹមថាអ្នកនរគ្នាបានរៀនសូត្រអីថ្មីហើយយើងនឹងជួបគ្នាជាមួយលំហាត់ផ្សេងទៀតនៅពេលក្រោយទៀតអរគុណច្រើន